សួស្តីអ្នកកំពុងមើលថ្ងៃនេះសូមមក review ដើមល្ហុងក្រោយផ្ទះតិចប៉ុន្តែមុននឹង review ខ្ញុំសូមបញ្ជាក់បន្តិចអានេះគឺជាបច្ចេកទេសក្នុងការដាំដើមល្ហុងបើយើងប្រៀបធៀបពីសម័យមុនហើយនិងសម័យបច្ចុប្បន្នបាទអញ្ចឹងឥឡូវនេះខ្ញុំសូមរៀបរាប់អំពីដើមល្ហុងនេះមួយដើមអានេះបច្ចេកទេសក្នុងការដាំដើមល្ហុងនេះពេលបច្ចុប្បន្នបាទឥឡូវនេះដែលយើងឃើញនៅនឹងមុខកាមេរ៉ានេះគឺជាដើមល្ហុងហើយប៉ុន្តែយើងទៅមើលពីរបៀបដាំបាទអញ្ចឹងយើងចូលទៅក្រោមគល់សិនបាទឥឡូវយើងកលេចមកមើលគល់វាសិននេះបាទប៉ុន្តែមុននឹងកលេចមើលគល់យើងទៅមើលវាសិនបាទអញ្ចឹងល្ហុងមួយដើមនេះនិយាយទៅកម្ពស់វាអត់ចង់អត់ដល់1ម៉ែត្រទេប៉ុន្តែបើនិយាយពីផ្លែវាផ្លែច្រើនមែនទេបាទនេះគឺ1ម៉ែត្រចំហៀងហើយឥឡូវយើងមកមើល1ម៉ែត្រចំហៀងនេះទៀតបាទឥឡូវយើងវាមានការទើសយើងកាច់មែកល្ហុងចោល1ម៉ែត្រសិនបាទឥឡូវយើងមើលវាឡើងវិញបាទអានេះមែកវាភ្លុះទៅណាប៉ុន្តែវាមិនមែនភ្លុះពីធម្មជាតិគឺភ្លុះដោយសារបច្ចេកទេសក្នុងការដាំបាទអញ្ចឹងដើមល្ហុងនេះបងប្អូនមើលទៅឃើញផ្លែច្រើននេះប៉ុន្តែដើមល្ហុងនេះដោយសារតែទឹកបេះផ្លែហើយទេប៉ុន្តែយើងឲ្យមើលផុសតាងជាក់ស្ដែងបាទអញ្ចឹងបានន័យថាល្ហុងនេះវាផ្លែនឹងពីពេលវាបានន័យថាវាផ្លែទាំងពីក្រោមនេះទៅតែម្ដងអញ្ចឹងណានេះបាទហើយដោយសារទឹកបេះហើយថ្មីឃើញនៅសល់សដង់នេះបាទអញ្ចឹងក្នុងល្ហុង2ម៉ែត្រនេះចង់និយាយថាបេះខ្ទង់ប្រហែលចូលចិត្ត20គីឡូប៉ុន្តែគាត់ថាដោយសារយើងបេះអស់ទៅវាឃើញនៅសល់តិចតែតាមជាក់ស្ដែងបេះបានប្រហែលជិត20គីឡូមែនអញ្ចឹងបងប្អូនមានឆ្ងល់ហេតុអ្វីបច្ចេកទេសនៃការដាំល្ហុងនេះវាមានភាពខុសគ្នាពីមុនល្ហុងនេះបើសិនយើងអាចនិយាយបានថាសូម្បីតែកូនក្មេងអាយុត្រឹម3ឆ្នាំក៏អាចបេះបានដែរមូលហេតុដោយសារយើងមានបច្ចេកទេសក្នុងការដាំឃើញដើមល្ហុងនេះឃើញផ្លែច្រើនហើយវាទៀតសូម្បីកូនក្មេងក៏អាចបេះបានដែរឥឡូវយើងតាមដានអំពីនៃការដាំបាទអញ្ចឹងបងប្អូនមើលឃើញបាទឃើញឈើនេះទេឈើនេះបានន័យថាដល់ពេលដែលល្ហុងកាលវានៅទូចហ្នឹងគឺយើងបានគ្រាវវាណាថាគ្រាវវាឲ្យវាទឿដើម្បីងាយឆាប់ផ្លែបាទហើយមកទល់ហាកន្លែងនេះគឺយើងកាត់វាជាកាត់ដើមកាត់ថាកាត់មែកវាចោលហើយកាត់ដើមវាចោលដើម្បីឲ្យវាលាស់បំពង់ថ្មីដើម្បីវាចាប់យកមែកណាយើងមើលឃើញមែកណាល្អគឺយើងយកតែម្ដងបាទហើយឃើញនេះឃើញស្រាប់ហើយឃើញសត្វតផ្លែល្ហុងអានេះគឺជាការដាំបច្ចេកទេសសម័យទំនើបបែបកសិកម្មក្នុងការដាំល្ហុងបាទបងប្អូនឃើញផ្លែច្រើនទេបាទឃើញផ្លែច្រើនណាស់មើលទៀតមិនតែដើមល្ហុងទៀតប៉ុន្តែមានផ្លែច្រើនកូនក្មេងក៏អាចបេះបានដែរអានេះគឺនិយាយអំពីបច្ចេកទេសក្នុងការដាំដើមល្ហុងនាពេលបច្ចុប្បន្នហើយទំនើបអញ្ចឹងឃើញថាដើមល្ហុងទៀតមានផ្លែច្រើនទ្រុះទ្រីលអានេះពេញដើមតែម្ដងប៉ុន្តែយើងក៏លេចទៅមើលដើមល្ហុងដែលថាចាស់ពីមុនគាត់តែងតាដាំសម័យយថាកម្មយថាផលបានបណ្ណាយកប៉ុណ្ណឹងអញ្ចឹងដើមល្ហុងនេះខ្ញុំថាវានៅជិតគ្នាទេឥឡូវយើងក៏លេចមើលដើមល្ហុងនេះទៀតបាទអញ្ចឹងដើមល្ហុងនេះមកដើមដូចគ្នាដែរក៏ប៉ុន្តែឃើញថាផ្លែវាចាញ់ល្ហុងដែលយើងប្រើបច្ចេកទេសគ្រាវហើយនឹងបច្ចេកទេសកាប់ដើមដើម្បីបំបែកមែកឲ្យវាបែកមែកសាខាដើម្បីយើងទទួលបានផលច្រើនហើយមួយដើមនេះវិញគឺយើងឃើញថាកម្ពស់វាប្រហែលខ្ទង់ជិត3ម៉ែត្របាទហើយផ្លែក៏វាមិនសមគួរដែរផ្លែបើយើងប្រៀបធៀបពីល្ហុងបែបកសិកម្មទំនើបនេះវាផ្លែច្រើនជាងហើយកម្ពស់វាក៏វាខ្ពស់ជាងដែរអញ្ចឹងតាមការបកស្រាយផងខ្ញុំយល់ឃើញថាការដាំល្ហុងបែបបច្ចេកទេសទំនើបនេះវាមានអត្ថប្រយោជន៍ច្រើនជាងទី1វាទាបហើយវាងាយស្រួលប្រមូលផលហើយទី2វាទទួលបានទិន្នផលខ្ពស់បាទ
hayประเภทละหงนี่ยมพลิกภาพคือชื่อประเภทละหงcái hàoละหงกระรดนั่นเป็นแบบgiờ tới sạch với cứ đối cà rốt chẳng hay sạch với bên này bị steel cứ việc em tôi chết em tập bứt bụi với nơi chết nó cứ bụi với tầm mùi này bụi với tầm muối đấy bàn tay còn là tha muối dương đam tam tập ở nhà tháp dương đam tam dạ tháp phó tháp ban và na vô phần năng là đào biết phu nhân bạn kênh phu nhân hay mùi tiết dương đam bài cả cắm tụm nơm anh đây tháp phải chạy cái tết không cả đam hông nâng làm rong ở lớp bông phôn mưa rất khơi hà là hông bị ám nắng ta bông phôn nâng chơi cho cả đam mùi ná hay Sprapika đam nằm hông ấy cứ bị ổn liệt thiệp smok sman chờ này còn là than là bị tối dương bộ dương đam nằm hông phải cả sự cảm ấy còn là tối cứ dương kêu lên cái kêu ở đây còn là vô dương cho cái bật mà chọn cô vì hỏi dương cho chơi sọt một bàn khơi video để cho mà hai môn này chẳng hay của tộc màu tiết về riêng thông đám tới dương cặp đang vì dịp bẹ cả đào tới năm bây giờ viên trình bằng bông thay và là phần đăng đây ở bên của bà để bóng phôn ngày xưa riêng á xong rồi snap video này hết bóng phôn ai chơi chạy này ngày chắc ông quân chán hay video này trong miền tập phần đăng thế hay chăm chụp nên video rồi thì ông quân sập bài dùm phép lý